បើសិនជាប្រិយមិត្តបងប្អូនចង់ដឹងថាតើលោកគ្រូទទួលបាន feedback របស់កូនសិស្សគុណត្រឡប់មកវិញបែបណាសូមបងប្អូនចូលរួមស្ដាប់វីដេអូនេះទាំងអស់គ្នាសូមស្ដាប់ការផ្ញើសារត្រឡប់មកវិញរបស់កូនសិស្សគណៈបន្ទាប់អំពីលោកគ្រូធ្វើការទស្សទាយរួចត្រូវមែនលោកគ្រូថាមានលុយបិចបោចម៉ែឈឺនេះឈឺទិញនេះទិញនោះទៅលុយដែរសោះបងអស់លលីងរកបាននេះអស់ទៅរកបានអស់ចាលោកគ្រូចាអរគុណចាលោកគ្រូត្រូវទាំងអស់លោកគ្រូហើយត្រូវតែមែនតើត្រូវណាស់ត្រូវខ្លាំងនិយាយមកត្រូវទាំងអស់ខ្ញុំចង់យំលោកគ្រូអញនិយាយមកត្រូវទាំងអស់អត់មានកន្លែងណាចំណុចកន្លែងណាថាខុសគ្រឿងរបស់ខ្ញុំមួយគឺត្រូវទាំងអស់ហ្មងចាគ្រូអរគុណលោកគ្រូលោកគ្រូមានប្រសាសន៍ទាំងប្រមាណគឺត្រូវឡើងចូលដល់ 80% នៃក្នុងខ្លួនរបស់ខ្ញុំហើយនឹងការងារបច្ចុប្បន្នខ្ញុំសប្តាហ៍ថ្ងៃតែអនាគតលោកគ្រូថាខ្ញុំក៏មិនទាន់ថាមិនជឿឬក៏ជឿក៏អត់អីដែរណាគ្រូណាប៉ុន្តែការនិយាយការទីទាយរបស់លោកគ្រូមានប្រសាសន៍ទាំងប្រមាណគឺត្រូវ 80% នៃចិត្តខ្ញុំនៃខ្លួនខ្ញុំទាំងអស់អញ្ចឹងណាប៉ុន្តែខ្ញុំចង់សួរត្រង់ចំណុចមួយដែលលោកគ្រូថាមានគេកាន់តែយើងធ្វើយ៉ាងណាដើម្បីឲ្យគេថែអាសាយើងចម្រុងចម្រើនលោកគ្រូគួរតែមានខ្ញុំសួរលោកគ្រូមានប្រសាសន៍យ៉ាងណាដែរលោកគ្រូជួយប្រាប់ខ្ញុំផងតើយើងគួរធ្វើយ៉ាងម៉េចដើម្បីឲ្យគេកាន់ខ្ញុំដឹងលោកគ្រូមានប្រសាសន៍ថាដឹងមុនរឿងរ៉ាវដឹងមុនស្អីស្អីសិតតែឲ្យដឹងមុនរហូតតែខ្ញុំខ្លួនឯងក៏ខ្ញុំដឹងដែរខ្ញុំថាមានអ្នកកាន់ដែរប៉ុន្តែខ្ញុំចង់ដឹងថាបើសិនជាមានមិនបានមិនប្រយោជន៍សពប្រាប់ឬក៏យ៉ាងណាតែខ្ញុំមានការងារច្រើនគឺខ្ញុំធ្វើការនឹងអត់កើតតែម្ដងគឺអត់ឲ្យយើងកាន់ការងារនឹងតែម្ដងអញ្ចឹងសូមលោកគ្រូមានប្រសាសន៍ចំណុចនឹងឲ្យខ្ញុំបានដឹងផងលោកគ្រូតើយើងគួរធ្វើយ៉ាងម៉េចដើម្បីឲ្យគេមកថែអាសាយើងឬក៏ធ្វើយ៉ាងណាយ៉ាងណីអញ្ចឹងណាលោកគ្រូតែលោកគ្រូមានប្រសាសន៍ត្រូវក្នុងទម្រង់ចិត្តខ្ញុំត្រូវក្នុងការវិភាគនៃបាតដៃខ្ញុំគឺត្រូវទាំងអស់គឺត្រូវអរគុណគ្រូអរគុណសូមលោកគ្រូជួយប្រាប់ខ្ញុំផងអំពីអ្នកដែលគេកាន់ចាអរគុណគ្រូអរគុណអរគុណលោកគ្រូទីខ្ញុំឈប់ម៉ែទីឈប់ម៉ែគាត់តែលោកគ្រូមើលទំហំមកមើលមានដៃខ្ញុំលោកគ្រូដឹងបតាច្រាក់ខ្ញុំទាំងអស់ខ្ញុំសប្តាហ៍ខ្ញុំជួយគេច្រើនលោកគ្រូទៅពេលចង់ក្រោយគេលោកគ្រូនិយាយសើគូអញ្ចឹងមែនពួកខ្ញុំមានគ្រូបាត់ជាកាន់មែនតែលោកគ្រូវិញទីត្រូវទាំងអស់អរគុណលោកគ្រូដែលអធិស្ឋានឲ្យកូនចៅហ្នឹងលោកគ្រូបាត់ដោយលោកគ្រូនិយាយអញ្ចឹងគឺបងអូនអត់មានខុសឲ្យលោកគ្រូទស្សទាយមកត្រូវទាំងអស់thôiលោកគ្រូទាយត្រូវម៉ាច់ហ្មងចង់យ៉ាងខ្ញុំពេញចិត្តហ្មងមានអីលោកគ្រូទទួលយកបានតាខ្ញុំមានអីលោកគ្រូទាយមើលទៅឈប់តាសូមទំនាក់ទំនងលេខទូរស័ព្ទដែលមានភ្ជាប់ Telegram ឥឡូវនេះនេះគឺជាសកម្មភាពនៃការធ្វើដំណើរឆ្ពោះមកអាសយដ្ឋានរបស់លោកគ្រូបងប្អូនទាំងអស់គ្នាបើសិនជាយើងចង់តាមស្ពានព្រះមុនីវង្សគឺយើងធ្វើដំណើរឆ្លងកាត់សាច្បារអំបញ្ញចឹងយើងធ្វើដំណើរពីសាច្បារអំពៅបានតមកតាមផ្លូវជាតិលេខ1បងប្អូនគឺឆ្ពោះសំដៅមករកវត្តនិរោធរាំងសៃចឹងបើសិនជាយើងគិតអំពីចម្ងាយនៃការធ្វើដំណើរពីស្ពានព្រះមុនីវង្សមកដល់ស្តុបវត្តនិរោធរាំងសៃគឺមានចម្ងាយប្រហែល800ម៉ែត្រចាំបងប្អូនទាំងអស់គ្នាពេលដែលយើងធ្វើដំណើរមកដល់ស្តុបវត្តនិរោធគឺយើងបាត់ខាងស្នាមដៃតែតាមគំនូសដែលលោកគ្រូបានដំហាញជូននឹងចាំបងប្អូនចាប់បានធ្វើដំណើរបាត់ខាងស្នាមដៃមកចង់ពីស្តុបវត្តនិរោធរាំងសៃពេលដែលយើងបាត់ខាងស្នាមដៃចំណាយប្រហែល900ម៉ែត្រពេលនោះគឺយើងមិនធ្វើដំណើរមកដល់សំណល់អូសៀនផាណៃប៉ុន្តែមិនបានសំណល់អូសៀនផាណៃគឺយើងត្រូវឆ្លងកាត់សាលាសង្កាត់និរោធដូចគំនូសដែលលោកគ្រូបានបង្ហាញហើយធ្វើដំណើរបន្តមកពីបងប្អូនមើលតែខាងឆ្វេងបាលីគឺឃើញផ្លាកមួយដាក់ថាសំណល់អូសៀនផាណៃចាំបងប្អូនចូលតាមសំណល់នឹងមករហ័យជា200ម៉ែត្រដូចសញ្ញាចំអល់ដៃដែលលោកគ្រូបានបង្ហាញជូនចឹងចាំបងប្អូនបន្តមកចំណាយប្រហែលជា200ម៉ែត្របងប្អូនធ្វើដំណើរមកហើយលោកគ្រូបញ្ជាក់ជូនសម្រាប់បងប្អូនបំបារអាសយដ្ឋានរបស់លោកគ្រូដើម្បីធ្វើការទូទាយឲ្យពេញមួយឆាកជីវិតបងប្អូនទទួលឱកាសពិសេសនៅក្នុងការមើលคลิปវីដេអូនេះក៏ដូចជាការចុច like page លោកគ្រូក៏ដូចជាការ follow page លោកគ្រូនិងទទួលឱកាសទូទាយ free ជូនសម្រាប់ប្រាប់អ្នកជារៀងរាល់ថ្ងៃចឹងគាត់បងប្អូនបង្ហាញប្រព័ន្ធ social media page របស់បងប្អូនដែលបានចុច like ហើយបាន follow បងប្អូននឹងធ្វើការទូទាយ free ជូនទៅដល់បងប្អូនទាំងអស់គ្នាផងដែរហើយនេះគឺជាសញ្ញាព្រួនតែចំអល់បង្ហាញអំពីទីតាំងនិងអាសយដ្ឋានផ្ទះរបស់លោកគ្រូពេលបងប្អូនមកដល់បងប្អូននឹងឃើញកញ្ចក់បារមីខ្មោចតែពីរដងធំហើយនៅមុខផ្ទះគឺមានចម្លាវលនៅពីមុខផ្ទះ